ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកធ្វើសម្លម្ជូរព្រៃសាច់គោបងប្អូនចាហើយសម្រាប់ការធ្វើគឺងាយមែនតើបងប្អូនចាជាដំបូងនេះខ្ញុំដាក់រំលែងគ្រឿងហើយសម្រាប់គ្រឿងនេះមានគល់ស្លឹកគ្រៃស្លឹកក្រូចសើចរំដេងរមៀតហើយនឹងខ្ទឹមសខ្ទឹមក្រហមយើងបងប្អូនចាកូរវាឈ្ងុយហើយយើងចាក់សាច់គោយើងចូលបងប្អូនសាច់គោមិនបាច់ស្រស់ក៏បានដែរបងប្អូនកាប់ទៅយើងរំលែងជាមួយគ្រឿងបែបនេះគឺវាអត់ធំក្លិនគោទេបងប្អូនចាហ្នឹងហើយបន្ទាប់មកយើងដាក់បោកយើងចូលយើងចាក់ទឹកជាចូលបន្តិចណាបងប្អូនចាឲ្យវាស្រួលគោដោយសារវាស្អិតពេកបងប្អូនហ្នឹងហើយបន្ទាប់មកយើងមិនថែមទឹកត្រីហ្នឹងកន្លះវែកបងប្អូនចាដាក់តាមចំណង់ចំណូលចិត្តឬក៏តាមចំនួនសាច់របស់យើងអញ្ចឹងណាបងប្អូនចាហើយបន្ទាប់មកនេះខ្ញុំដាក់ម្សៅស៊ុបជាមួយនឹងស្ករសបងប្អូនចាបើអត់ចូលចិត្តស្ករសបងប្អូនមិនបាច់ដាក់ក៏បានដែរតែសម្រាប់នេះខ្ញុំចូលចិត្តរៀងផ្អែមតិចតិចបងប្អូនចាមកយើងដាក់ម្ជូរអំពិលយើងចូលបងប្អូនចាមានម្ជូរអំពិលដាក់អំពិលមានកសាំងដាក់កសាំងណាហ្នឹងហើយដាក់អំពិលចូលហើយយើងចាក់ទឹកដាក់រងាស់វាឲ្យវាផុយសាច់សិនបងប្អូនចាបន្ទាប់មកដាក់ប៊ីចេងចូលហើយនឹងអំបិលបន្តិចទៅបងប្អូនចាដោយសារតែពីដើមដំបូងនេះខ្ញុំភ្លេចដាក់អំបិលអញ្ចឹងហើយយើងមកដាក់អំបិលតាមក្រោយក៏បានដែរអីទេបងប្អូនចាមើលតែសាច់រៀងផុយហើយយើងមកធ្វើការជ្រុំអំបិលយើងយកតែម្ដងបងប្អូនចាហើយអំបិលនេះបងប្អូនដាក់មកជូរច្រះតែម្ដងបងប្អូនហ្នឹងហើយបើសិនជាជូរអត់ច្រះទេគឺអត់ឆ្ងាញ់ទេបន្ទាប់មកយើងដាក់បន្លែយើងចូលណាណារឹងយើងដាក់រងាស់វាឲ្យវាផុយសិនបងប្អូនចាឲ្យវាឆ្អិនសិនហើយនៅពេលដែលយើងរងាស់បន្លែហ្នឹងរៀងផុយឆ្អិនហើយយើងបន្ថែមជាមួយនឹងផ្សិតច្បើងយើងបងប្អូនចាដាក់ផ្សិតច្បើងតែមួយពោះបានហើយបងប្អូនចាព្រោះហ្នឹងវាឆាប់រលួយហើយបន្ទាប់មកយើងដាក់ស្លឹកម្រះព្រៅនិងម្ទេសយើងចូលទៅគឺជាការស្រេចហើយបងប្អូនចាគឺងាយមែនតើហើយនិយាយពីថារសជាតិវិញគឺឆ្ងាញ់អែមតែម្ដងបងប្អូនចាជូរប្រៃហិលនិយាយរួមទៅមករសជាតិមកល្មមបងប្អូនចាហើយវីដេអូរបស់នេះខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like និង subscribe អ្នកមួយផងបងប្អូនចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយជម្រាបបាយបាយ